Body kit ជាល្អថ្មីបើ Liberty Walk នេះមិនត្រឹមតែកាត់តួកាត់ថ្ពាល់ទេគឺកាត់ដល់ដំបូលឡានហ្មងដែលនេះគឺជា Body Kit សម្រាប់ Final Edition របស់ Liberty Walk ទៅលើ GTR R35 តម្លៃគឺថ្លៃមែនតើរហូតដល់អាចខ្ទង់$40,000សម្រាប់ Full Option ដោយសារតែ Liberty Walk គម្រោងចង់ធ្វើជា Body Kit បែប Premium ក៏ដូចជា Limited Edition ឬក៏ចំនួនមានកំណត់សម្រាប់ Body Kit នេះគឺជា version ទី4ហើយរបស់ Liberty Walk ទៅលើ GTR R35 ហើយតាក់ទងទៅនឹងការរចនាក៏មិនជាប្លែកគ្នាខ្លាំងដែរការកមុខ Inspiration នៅក្នុងការរចនាតំណងជា Inspire ចេញពី Nismo ពីរជំនាន់ទី1គឺចេញពី Nismo 020សម្រាប់ detail ភ្លីក្រោមជង្គៀងនិងទី2គឺចេញពី Nismo 024នៅកន្លែងបណ្ណាខ្មៅកដាលតដល់ប្លុកខ្យល់សងខាងក៏ដូចជាមានពិលកាំងទម្រង់សំបុកឃ្មុំនឹងឯដែលគួរឲ្យចាប់អារម្មណ៍គឺខនាតរបស់គាត់ design បានស្អាតមែនទែនតភ្ជាប់ពី lip ខាងមុខទៅដល់ fender ពីចំហៀងតែម្ដងមើលទៅបែប aggressive ហើយក៏ aesthetic សិល្បៈដែរណាមួយទៀត mode នឹងគឺស៊ីគ្នាជាមួយនឹងរូបរាងរបស់ឡានខ្លាំងមែនទែនខ្ញុំចូលចិត្តផ្នែកនឹងជាងគេសម្រាប់ side skirt ក៏ជា mode ថ្មីដែរក៏ប៉ុន្តែ fender វិញខាងមុខខាងក្រោយស្តៀងទៅនឹង version 2 ឬក៏ V2 ដែលមានការ redesign ម៉ូដខ្លះៗនិងបន្ថែមជាប្លុកខ្យល់ច្រើនព្រោះថាកម្លាំងឡានដែលបំពាក់ Body Kit V4 នេះម្ចាស់អាចមានជម្រើសធូនកម្លាំងរហូតដល់1000សេះយ៉ានរបស់វាគឺជា mode wide spoke brand AME របស់ជប៉ុនពេលបានអមជាមួយនឹងបូមខ្យល់អញ្ចឹងទៀត fitment គឺកប់សេរីតែម្ដងតែតងទៅនឹងផ្នែក hood វិញក៏ស្តៀងទៅនឹង version ចាស់ដែរហើយក៏មាន option ជា carbon fiber តម្លៃលើ fiber glass រហូតដល់$5,000រីឯជាគៀងគឺមាន option ជាការ modify daytime running light mode បែបឆ្នូតក៏ចង់បញ្ជាក់បងប្អូនទាំងគ្នាដែរថាដោយសារតែឡាននេះជាឡានគំរូ Liberty Walk គាត់ធ្វើសម្រាប់តាំងនៅ Auto Salon 2026អញ្ចឹងជាក់ស្ដែងទៅ Body Kit មែនតើអាចនឹងមាន detail ខុសនឹងខ្លះៗដូចជាផ្នែកខាងក្នុងគាត់នឹងព្យាយាមដាក់ជាស្បែកឆៅឬក៏ Alcantara ពណ៌ខៀវនិងលេងជាកាបូនពណ៌ខៀវទៀតឲ្យដូចទៅនឹង livery របស់ឡានសូម្បីតែ spoiler របស់ឡានអាចនឹង mode ខុសនឹងដូចគ្នាគាត់បញ្ជាក់ថា final result អាចនឹងហើយខ្ទង់ខែ9-10ឆ្នាំនេះតែម្ដងតោះ fan GTR គិតមិនដែរបើសិនជាមាន GTR 35ហ៊ានកាត់តួក៏ដូចជាកាត់ដំបូលដើម្បីបំពាក់ Body Kit ថ្មីនេះអត់កុំភ្លេច comment នៅខាងក្រោមម្នាក់មួយផង